ជួសជុលសេវាទៅលើ iPhone 11 Pro Max អញ្ចឹងបងប្អូនចង់ដឹងថាការធ្វើសេវារបៀបម៉េចអញ្ចឹងបើបងប្អូនចង់ដឹងមើលវីដេអូហ្នឹងប៉ុន្តែមើលឲ្យដល់ឆ្ងល់ហើយសម្រាប់មួយគ្រឿងនេះបញ្ហាមានសេវាបងប្អូនខលក៏អត់ចេញអីក៏អត់និយាយទៅខលអត់ចេញអត់ចូលទេម្ចាស់គាត់ប្រាប់យើងណាអញ្ចឹងមកដល់ខ្ញុំក៏ខ្ញុំធ្វើការ check ជូនគាត់ថាវាបញ្ហាអត់សេវាហ្នឹងវាខូចមកពីអីអញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើការដោះប្របាយម៉ាស៊ីនដើម្បីពុះម៉ាស៊ីនវាមកតង់ទៀតអានេះយើងដោះប្របាយគ្រឿងវាណាបងប្អូនដោះប្របាយគ្រឿងហើយយើងត្រូវហែកម៉ាស៊ីនវាជាពីរទៀតគេហៅថាពុះម៉ាស៊ីនណានេះខ្ញុំដាក់លើវ៉មដើម្បីពុះម៉ាស៊ីនដើម្បីដល់កំហូចឥឡូវឃើញខូចទេបងប្អូននេះឆ្លងពាក់ព័ន្ធមួយកង់ដង់ពីមួយគ្រាប់ហ្នឹងដែលធ្វើឲ្យអំភ្លីសេវាវាអត់ដើរទេអញ្ចឹងហើយគាត់ក៏បញ្ជាក់យើងដែរម្ចាស់គាត់ប្រាប់ថាទូរស័ព្ទរបស់គាត់ក្តៅហើយឡើងមានសេវាហ្មងអញ្ចឹងគឺវាក្តៅហ្នឹងគឺវាមកពីអាកង់ដង់ហ្នឹងវាឆ្លងណាអញ្ចឹងឥឡូវនេះយើងធ្វើអាប្លុកកង់ដង់ហ្នឹងបាត់ឆ្លងហើយសេវាអំភ្លីអីគឺដើរធម្មតាទាំងអស់ពាក់ព័ន្ធមួយ 3G 4G វាណាអញ្ចឹងការជួសជុលសេវាខ្ញុំវីដេអូនេះកាត់តិចប៉ុន្តែឥឡូវហ្នឹងយើងជួសជុលហើយសេវាពេញបិបអញ្ចឹងខ្ញុំទៅតេស្ត YouTube ជូនបងប្អូនមើលបានន័យថាយើងអស់ដើរហ្នឹងបានន័យថាអ៊ីនធឺណិតសេវាអីគឺវាដើរស្រួលហើយឃើញហើយបងប្អូនបើសិនជាវាមាននៅឡាក់លួលគឺវាអត់ដើរទេអញ្ចឹងឥឡូវយើងធ្វើឲ្យស្រួលនិយាយទៅគឺយើងធ្វើរក្សាភាពគ្រឿងសិនរបស់ភ្ញៀវយើងដូរគ្រឿងសិនឲ្យភ្ញៀវដែរអញ្ចឹងការប្រើប្រាស់ក៏ស្រួលដូចដើមតែលែងមានក្តៅលែងអីអញ្ចឹងណាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងអរគុណតើការគឺដូចដើមវិញហើយទៅលើផ្នែកសេវា